នេះគឺជាសំណួរមហាសព្ទ idioms a man of his word a man of his word ហើយមួយទៀតគឺ a ladies man a ladies man សំណួរមហាសព្ទនេះមិនមានន័យយ៉ាងណាគេប្រើប្រាស់ដោយម្ដេចវីដេអូនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពី a man of his word ហើយនិង a ladies man តោះចាប់ដើម a man of his word a man of his word បបថាអ្នកគោរពពាក្យសម្ដីអ្នកគោរពសច្ចៈអ្នកធ្វើតាមពាក្យសម្ដីខ្លួនឯងគេហៅថា a man of his word អញ្ចឹងបុរសម្នាក់ម្នាក់មនុស្សម្នាក់ម្នាក់ត្រូវតែមានលក្ខខណ្ឌមួយនេះមនុស្សដែលគេចាត់ទុកជាមនុស្សពេញលេញគឺធ្វើអ្វីសន្យាអ្វីតែងតែធ្វើតាមនៅពាក្យសម្ដីរបស់ពួកគេណាអញ្ចឹង a man of his word គឺជាមនុស្សប្រភេទហ្នឹងអ្នកដែលគោរពតាមពាក្យសម្ដីសន្យាថាមកដល់ម៉ោង 9 គឺម៉ោង 9 សន្យាថាម៉ោង 10 គឺម៉ោង 10 អ្នកដែលគោរពពាក្យសម្ដីអ្នកដែលគោរពពាក្យសច្ចៈគឺអ្នកហ្នឹងតែងតែជោគជ័យអញ្ចឹង a man of his word គឺប្រភេទមនុស្សដែលគោរពពាក្យសម្ដីឧទាហរណ៍ he is obviously a man of his word you can trust him ឃើញទេ he is obviously a man of his word you can trust him មានន័យថាម៉េច obviously នេះបើថាជាក់ស្ដែងឬច្បាស់លាស់ប្រកបណាគាត់គឺជាយើងបកនេះមកអ្នកគោរពពាក្យសម្ដីហ្នឹងពិតប្រាកដមែនដូច្នេះអ្នកអាចជឿទុកចិត្តលើគាត់ trust បើថាជឿទុកចិត្ត him គាត់ណាអ្នកអាចជឿគាត់បានណាពីព្រោះគាត់គឺជា a man of his word ជាមនុស្សដែលគោរពពាក្យសម្ដីអូខេដូច្នេះ a man of his word អ្នកគោរពពាក្យសម្ដីអ្នកគោរពពាក្យសន្យាអ្នកធ្វើតាមសម្ដីដែលគាត់និយាយខ្លួនឯងមួយទៀត a ladies man a ladies man a ladies man បកប្រែថា plenary a ladies man អ្នកដែលចូលចិត្តញ៉ែស្រីអ្នកដែលចូលចិត្តឌីតស្រីអីហ្នឹងគេហៅ a ladies man ឃើញស្រីមិនបានស្លេវកប់ណារត់ដាក់ញ៉ែបើអត់អីក៏និយាយពីនេះពីនោះអាយុប្រមាណញ៉ាំអីគេស្អាតម្លេះចောက်ដែរស្អាតណាស់សក់លយណាអាហ្នឹងគឺ a ladies man អូខេជាប្រភេទមនុស្សដែលចូលចិត្តញ៉ែស្រីជាប្រភេទមនុស្ស plenary អានេះភាសាអាក្រក់ plenary តែបើភាសាធម្មតាថាអ្នកដែលចូលចិត្តញ៉ែស្រីអូខេឧទាហរណ៍ he is known as a ladies man he is known as a ladies man គាត់ល្បីខាង plenary ឬគាត់ត្រូវបានគេស្គាល់ថាគឺជា plenary ជាអ្នកដែលចូលចិត្តញ៉ែចូលចិត្តគេហៅថាចូលចិត្តឌីតស្រីគេហៅថាចូលចិត្តញ៉ែស្រីថាចូលចិត្តតាក់ស្រីណាគឺ a ladies man អូខេណាមិនដឹងទេប៉ុន្តែប្រុសមួយចំនួនលើកលែងតែខ្ញុំអត់សូវចេះគេតែពាក្យចឹងអូខេដូច្នេះថ្ងៃនេះសំណួរមហាសព្ទឬក៏ idioms 2ដែលខ្ញុំបង្ហាញនេះទី1 a man of his word ដែលមានថាអ្នកគោរពពាក្យសន្យាអ្នកគោរពសម្ដីខ្លួនឯងហើយមួយទៀត a ladies man គឺជាបុរស plenary ណាឬក៏ជាប្រុសព្រានគេហៅអញ្ចឹងក៏បានណាអូខេ